ចាជំរាបសួរអតិថិជនCanxi Nano Plus ទាំងអស់គ្នាថ្ងៃនេះគឺខាងក្រុមហ៊ុនទឹកដោះគោសាឡាក់ឆ្អឹង Canxi Nano Plus គឺបានចុះមកសាកសួរព័ត៌មានដោយផ្ទាល់ដែលអ៊ំស្រីគឺជាអ្នកដែលប្រើប្រាស់ទឹកដោះគោនេះផ្ទាល់តែម្ដងអញ្ចឹងជំរាបសួរអ៊ំចាអញ្ចឹងអ៊ំអាយុប៉ុន្មានអ៊ំឆ្នាំខ្ញុំ56ចាអ៊ំមានឈ្មោះអីគេដែរអ៊ំណោះម៉ារីចាអញ្ចឹងអ៊ំស្គាល់ទឹកដោះគោ Canxi Nano Plus ហ្នឹងតាមរយៈអ្វីដែរអ៊ំតាមដែល Facebook ចាហើយអ៊ំតាំងពីអ៊ំប្រើទឹកដោះគោហ្នឹងមកអ៊ំប្រើអស់ប្រហែលកំប៉ុងអីខ្ញុំប្រើតាំងហូបអស់3កំប៉ុងហើយនៅសល់2ទៀតចា5កំប៉ុងអញ្ចឹងនៅពេលដែលអ្នកមីងទិញដំបូងគឺអ្នកមីងទិញប្រហែលកំប៉ុងដែរហើយញ៉ាំដំបូងខ្ញុំទិញមកកំប៉ុងសិនសាកឯណាដល់ពេលខ្ញុំសាកទៅត្រូវឲ្យកូនតេទៅឲ្យក្រុមហ៊ុនផ្ញើមកឲ្យ4កំប៉ុងទៀតចាអញ្ចឹងអ្នកមីងញ៉ាំប្រហែលកំប៉ុងដែលអាចដឹងប្រសិទ្ធភាពថាអ្នកមីងបានធូរស្រាលជាងមុនអញ្ចឹងញ៉ាំអស់មកកំប៉ុងទៅដល់ដៃមីងវារើស្រាវាអត់មានស្ពឹកស្ពុននៃទេបាតជើងអត់ស្ពឹកស្ពុនដែរចាអញ្ចឹងអ្នកមីងនៅពេលដែលប្រើមុនប្រើទឹកដោះគោហ្នឹងតើអ្នកមីងមានអាការៈបែបណាហើយនៅក្រោយទៅពេលអ្នកមីងប្រើទឹកដោះគោហ្នឹងហើយអ្នកមីងមានអាការៈបែបណាដែរអញ្ចឹងណាការខុសគ្នាវាខុសគ្នារបៀបម៉េចអញ្ចឹងណាចាកាលខ្ញុំអត់ទាន់ប្រើទឹកដោះគោហ្នឹងខ្ញុំចេះតែបាតដៃខ្ញុំចេះតែសគីឲ្យក្តាប់អត់ចុះបាតដៃហើយបាតជើងខ្ញុំដើរទៅដូចអត់ដឹងជើងណាដល់ពេលហើយខ្ញុំឃើញទឹកដោះគោហ្នឹងខ្ញុំមើលទៅដូចរឿងនេះខ្ញុំសាកមកកំប៉ុងសិនសាកទៅវាផឹកទៅដូចថាវារឿងធូរបន្តិចណាអូនណាដល់ពេលហើយវាអស់ទៅមកកំប៉ុងហ្នឹងខ្ញុំហូបអស់ទៅក្រោយមកបានឲ្យកូនតេទៅហ្នឹងតេទៅយកមក4កំប៉ុងទៀតចាអញ្ចឹងអ្នកមីងមានអ្វីចង់ផ្ដាំទៅអ្នកដែលគាត់អត់ទាន់សាកទឹកដោះគោនេះអាចឲ្យសាកប្រើប្រាស់ទឹកដោះគោនេះបានចាខ្ញុំណែនាំទៅប្រាប់អតិថិជនទាំងអស់ហ្នឹងហូបទឹកដោះគោនឹងដូចខ្ញុំទៅតែវាបានធូរស្រាលដូចខ្ញុំអញ្ចឹងណាឲ្យដេញជំងឺដូចថាយើងសភាបាតដៃបាតជើងអីឲ្យបាត់នោមបាត់ជើងច្រើនអីចឹងណាវាកាត់បន្ថយចាអញ្ចឹងអ្នកមីងពិតជាទទួលបានផលពិតពីទឹកដោះគោហ្នឹងអ្នកមីងពិតមែនអូនចានឹងអញ្ចឹងអរគុណច្រើនណាស់អ្នកមីងចា